មរណភាពរបស់មេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ីលក្នុងឆ្នាំ2011បាននាំកូនប្រុសពៅរបស់លោកគឺលោកគីមចុងអ៊ុនឡើងកាន់អំណាចលោកគីមចុងអ៊ុនតំណាងឲ្យចំនួនទី3នៃរាជវង្សគីមដែលបានគ្រប់គ្រងប្រទេសកូរ៉េខាងជើងចាប់តាំងពីការបង្កើតប្រទេសក្នុងឆ្នាំ1948គីមចុងអ៊ុនកើតនៅប្រទេសកូរ៉េខាងជើងប្រហែលឆ្នាំ1984គាត់រស់នៅស្ទើរតែពេញមួយជីវិតរបស់គាត់ហើយមិនត្រូវបានគេដឹងអំពីគាត់ទេគាត់ត្រូវបានគេរាយការណ៍ថាបានទទួលការអប់រំនៅទីក្រុង Gumligen ប្រទេសស្វីសនៅសាលាអន្តរជាតិ Bern គាត់បានបន្តការសិក្សានៅមហាវិទ្យាល័យសង្គ្រាមជាតិ Kim Il Sung ក្នុងទីក្រុង Pyongyang ពីឆ្នាំ2002ដល់2007ក្នុងពេលពេញវ័យលោកគីមចុងអ៊ុនបានចាប់ផ្ដើមអមដំណើរឪពុករបស់លោកក្នុងការត្រួតពិនិត្យយោធាគេគិតថាគាត់ធ្វើការឲ្យគណបក្សពលករកូរ៉េគណបក្សកាន់អំណាចរបស់ប្រទេសឬនៅក្នុងការិយាល័យនយោបាយទូទៅរបស់កងទ័ពអង្គការទាំងពីរបានចូលរួមក្នុងការឃ្លាំមើលមន្ត្រីរដ្ឋាភិបាលពីចចាមអារ៉ាមបានចាប់ផ្ដើមផ្សព្វផ្សាយនៅដើមឆ្នាំ2009ដែលថាលោកគីមចុងអ៊ុនត្រូវបានគេរៀបចំជាអ្នកស្នងតំណែងចុងក្រោយរបស់ឪពុកលោកគាត់ត្រូវបានចុងបញ្ជីជាបេក្ខជនសម្រាប់នីតិបញ្ញត្តិសភាប្រជាជនកំពូលក្នុងឆ្នាំ2009នៅខែមេសាគាត់ត្រូវបានតែងតាំងជាគណៈកម្មការការពារជាតិដ៏មានឥទ្ធិពល NDC ប្រធាន NDC ដែលកំណត់ក្នុងរដ្ឋធម្មនុញ្ញថាជាការិយាល័យខ្ពស់បំផុតរបស់ប្រទេសគឺលោកគីមចុងអ៊ីលនៅពាក់កណ្ដាលឆ្នាំ2009គីមចុងអ៊ុនត្រូវបានគេដាក់ឈ្មោះថាសមិទ្ធដ៏អស្ចារ្យនៅក្នុងប្រទេសកូរ៉េខាងជើងកាលពីខែមករាមានសេចក្តីរាយការណ៍ថាលោកត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានសន្តិសុខរដ្ឋដែលជាទីភ្នាក់ងាររដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រងនយោបាយនិងប្រឆាំងការស៊ើបការណ៍នៅខែកញ្ញាឆ្នាំ2010លោកគីមចុងអ៊ុនត្រូវបានផ្ដល់ឋានៈជាឧត្តមសេនីយ៍ផ្កាយ4ទោះបីជាលោកមិនត្រូវបានគេដឹងថាធ្លាប់មានវត្តពិសោធន៍យោធាពីមុនមកក៏ដោយពេលវេលានៃការតែងតាំងរបស់គាត់ត្រូវបានគេចាត់ទុកថាមានសារៈសំខាន់ព្រោះវាបានកើតឡើងមិនយូរប៉ុន្មានមុនពេលកិច្ចប្រជុំទូទៅដំបូងនៃ KWP ចាប់តាំងពីសម័យប្រជុំក្នុងឆ្នាំ1980ដែលឪពុករបស់គាត់ត្រូវបានគេដាក់ឈ្មោះថាជាអ្នកស្នងតំណែងរបស់ Kim Il Sung នៅឆ្នាំបន្ទាប់តំណែងរបស់លោកគីមចុងអ៊ុនជាអ្នកស្នងតំណែងរបស់លោកគីមចុងអ៊ីលហាក់ដូចជាមានភាពរឹងមាំជាងមុនបន្ទាប់ពីការស្លាប់របស់ឪពុករបស់គាត់នៅក្នុងខែធ្នូ2011លោកគីមចុងអ៊ុនត្រូវបានប្រកាសថាជាមេដឹកនាំកំពូលរបស់ប្រទេសទោះជាយ៉ាងនេះក្តីចំណងជើងមិនផ្លូវការនេះបានបង្ហាញពីជំហររបស់គាត់ជាប្រមុខទាំងរដ្ឋាភិបាលនិងយោធាកូរ៉េខាងជើងនៅខែមេសាឆ្នាំ2012គាត់ត្រូវបានផ្តល់ងារជាផ្លូវការជាច្រើនរួមទាំងលេខាទី1នៃ KWP និងជាប្រធានគណៈកម្មាធិការយោធាកណ្ដាលលោកគីមចុងអ៊ុនក៏ត្រូវបានតែងតាំងជាប្រធាន NDC ដែលពេលនោះជាអាជ្ញាធរការិយាធិបតេយ្យខ្ពស់បំផុតរបស់ប្រទេសក្នុងឆ្នាំ2013ប្រទេសនេះបានអនុម័តជាផ្លូវការនៅយុទ្ធសាស្ត្រជាតិរបស់គីមចុងអ៊ុនវាត្រូវបានគេហៅថា Byungjin ដែលជារឿយៗត្រូវបានបកប្រែជាការអភិវឌ្ឍស្របគ្នាយុទ្ធសាស្ត្រនេះបានសង្កត់ធ្ងន់លើការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសរួមជាមួយនឹងសមត្ថភាពការពារជាតិរបស់ខ្លួននៅខែមិថុនាឆ្នាំ2016សមាជនៃសភាប្រជាជនកម្ពុជាបានកែប្រែរដ្ឋធម្មនុញ្ញដើម្បីពង្រីកនិងពង្រឹងជំហររបស់លោកគីមចុងអ៊ុនការកែប្រែនេះបានបង្កើតអង្គការថ្មីមួយគឺគណៈកម្មាធិការកិច្ចការរដ្ឋដែលមានលោកគីមជាប្រធានគណៈកម្មាធិការថ្មីបានជំនួស NDC ជាទីភ្នាក់ងារគ្រប់គ្រងដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសកូរ៉េខាងជើងក្រោមការដឹកនាំរបស់លោកគីមចុងអ៊ុនកូរ៉េខាងជើងចាប់ផ្ដើមប្រកាន់ជំហរកាន់តែកក្លឿនចំពោះសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងកូរ៉េខាងជើងបានគំរាមកំហែងដោយពាក្យសម្ដីនៃការវាយប្រហារដោយកាំជ្រួចប្រឆាំងនឹងប្រទេសទាំងពីរលើពីនេះលោកគីមចុងអ៊ុនបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសលោកក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនិងបច្ចេកវិទ្យាមីស៊ីលផ្លោងកូរ៉េខាងជើងបានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរជាច្រើនលើកជាបន្តបន្ទាប់យ៉ាងឆាប់រហ័សកាលពីខែកញ្ញាឆ្នាំ2016ប្រទេសនេះបានប្រកាសថាខ្លួនបានសាកល្បងដ៏ជោគជ័យនៃគ្រាប់បែក Thermonuclear កាលពីខែកក្កដាឆ្នាំ2017
កូរ៉េខាងជើងបានសាកល្បងកាំជ្រួចអន្តរទ្វីបដែលមានរយៈចម្ងាយប៉ាន់ស្មាន 5,000 ម៉ាយล์ឬ 8,000 គីឡូម៉ែត្រការបាញ់បង្ហោះនេះបានទាក់ទាញការថ្កោលទោសពីអន្តរជាតិនិងបង្ហាញថាកូរ៉េខាងជើងមានអាវុធដែលអាចទៅដល់ទ្វីបអាមេរិកកាលពីខែកញ្ញាឆ្នាំ 2017 ប្រទេសកូរ៉េខាងជើងបានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតរបស់ខ្លួនរហូតមកដល់បច្ចុប្បន្នប៉ុន្មានខែក្រោយមកភាពតានតឹងរវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិកបានកើនឡើងនៅពេលដែលលោកគីមនិងប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្លាស់ប្ដូរការប្រមាថនិងកែគំរាមកំហែងទោះជាយ៉ាងណាក៏ដោយនៅដើមឆ្នាំ 2018 សម្លេងនៃគោលនយោបាយការបរទេសរបស់កូរ៉េខាងជើងបានផ្លាស់ប្ដូរភ្លាមៗកាលពីខែកុម្ភៈលោកគីមបានបញ្ជូនគណៈប្រតិភូដែលដឹកនាំដោយប្អូនស្រីរបស់គាត់ទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡ িম্প ពិករដូវរងានៅប្រទេសកូរ៉េខាងត្បូងនៅខែបន្ទាប់លោកគីមបានអញ្ជើញប្រធានាធិបតី Trump ឲ្យជួបពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងកាលពីខែមេសាលោកគីមបានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងមុនជេអ៊ីននៅក្នុងភូមិព្រំដែនផាន់មុនយ៉ំដែលបានក្លាយជាមេដឹកនាំកូរ៉េខាងជើងដំបូងអ្នកទាំងពីរបានសន្យាថានឹងធ្វើការឆ្ពោះទៅរកការដកអាវុធនុយក្លេអ៊ែរទាំងអស់ចេញពីឧបទ្វីបកូរ៉េអ្នកទាំងពីរបានសន្យាថានឹងធ្វើការឆ្ពោះទៅរកការដកអាវុធនុយក្លេអ៊ែរទាំងអស់ចេញពីឧបទ្វីបកូរ៉េជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងលោកគីមនិងលោក Trump បានធ្វើឡើងនៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី 12 ខែមិថុនា ឆ្នាំ 2018 វាគឺជាជំនួបលើកដំបូងដែលមិនធ្លាប់មានរវាងមេដឹកនាំកូរ៉េខាងជើងនិងប្រធានាធិបតីអាមេរិកដែលកំពុងអង្គុយលោកគីមបានសន្យាថានឹងធ្វើការឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរពេញលេញនៃឧបទ្វីបកូរ៉េលោក Trump បានសន្យាថានឹងបញ្ចប់សមរយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងនៅពេលដែលលោកគីមចុងអ៊ុនបានគ្រប់គ្រងប្រទេសកូរ៉េខាងជើងនៅអាយុត្រឹមតែ27ឆ្នាំពិភពលោកបានដឹងតិចតួចអំពីគាត់ដែលធ្លាប់មានការចំអកពីអន្តរជាតិនៅសម័យដើមនោះឥឡូវនេះបានធ្វើឲ្យប្រទេសកូរ៉េខាងជើងក្លាយជាការគំរាមកំហែងជាសកលតាមរបៀបដែលឪពុករបស់លោកគីមចុងអ៊ីលមិនដែលធ្វើលោកគីមចុងអ៊ុនក៏បានធ្វើអ្វីដែលមេដឹកនាំកូរ៉េខាងជើងមុនមិនអាចធ្វើបានដែរគឺនាំប្រធានាធិបតីអាមេរិកដែលកំពុងអង្គុយមកតុចរចាប៉ុន្តែការចរចាជាប្រវត្តិសាស្ត្រជាមួយអតីតប្រធានាធិបតីអាមេរិក Donald Trump និងការផ្លាស់ប្ដូរដំបូងដើម្បីកែលម្អទំនាក់ទំនងជាមួយកូរ៉េខាងត្បូងនៅទីបំផុតគ្មានកន្លែងណាទេទំនាក់ទំនងរបស់ទីក្រុងព្យុងយ៉ាងជាមួយទីក្រុង Washington និងទីក្រុងសេអ៊ូលចាប់តាំងពីពេលនោះមកមានភាពជូរចត់និងប្រែជាប្រែប្រួលកាន់តែខ្លាំងឡើងក្រោមការដឹកនាំរបស់លោកគីមចុងអ៊ុនក្នុងឆ្នាំ 2022 ទីក្រុងព្យុងយ៉ាងបានសាកល្បងកាំជ្រួចមីស៊ីលចំនួន2គ្រាប់សម្ដៅលើប្រទេសជប៉ុនហើយបានបន្តរៀបចំសម្រាប់ការសាកល្បងនុយក្លេអ៊ែរលើកទី 7 ដែលជាការសាកល្បងនុយក្លេអ៊ែរលើកទី 7 ដែលអ្នកវិភាគរំពឹងទុកបើទោះបីជាមានការព្រមានយ៉ាងខ្លាំងពីសហរដ្ឋអាមេរិកកូរ៉េខាងត្បូងនិងជប៉ុនក៏ដោយឆ្នាំនេះមានការបាញ់សាកល្បងកាំជ្រួចតិចជាមុនប៉ុន្តែជាមួយនឹងកូរ៉េខាងជើងបានកសាងអាវុធនុយក្លេអ៊ែរដែលទំនើបជាងមុនវាមិនច្បាស់ទេថាតើការគំរាមកំហែងដែលប្រទេសនេះបង្កឡើងដោយរបៀបណា